នេះដែល record នេះគឺមានរយៈពេលតែ3 នាទី 3.23 ទេ 3 នាទីចុច23ហ្នឹងហើយអញ្ចឹងវាខ្លីទេអញ្ចឹងយើងអាចធ្វើការកំណត់វាបានខ្លីនាទីចឹងនឹងបានអូខេងាប់លេខ2បាទហ្នឹងហើយយើងទៅធ្វើការលើកម្មវិធី Clipchamp របស់យើងវិញឥឡូវនេះយើងបើកកម្មវិធីមកនេះចាំមើលដល់ពេលយើងកែមកចេះមិញ speed វាប៉ុណ្ណឹងឥឡូវមើលនេះជាមួយនេះតើ speed វាខុសគ្នាមិនរឹងលឿនជាងមុនវាជាលឿនហ៎បាទលឿនមែនទេអូខេអញ្ចឹងលឿនពេកអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការកែប្រែវាសាជាថ្មី delete មកឧទាហរណ៍ថាលេខនេះ delete សិនមកខ្ញុំមាន file នេះឧទាហរណ៍វីដេអូណាក៏បានដែលយើងចង់ធ្វើការ edit ឬក៏ក្នុងការកែប្រែវាឥឡូវខ្ញុំយកវីដេអូ game ដែរមកខ្ញុំទាញមកដាក់នៅលើកម្មវិធីហើយរបៀបទាញនេះខ្ញុំប្រាប់ហើយគឺទាញមកដាក់កន្លែងនេះមកឬក៏យើងចុច import media កន្លែងនេះមកទៅមកទៀតពីទាញចូលហើយយើងចុចលើសញ្ញាបូកនេះឬក៏យើងចុចជាប់អូមកដាក់លេខនេះក៏បានដែរតែនេះគឺសម្រាប់លុបឥឡូវចុចសញ្ញាបូកមកអូខេឧទាហរណ៍ខ្ញុំមានវីដេអូប៉ុណ្ណឹងហើយសម្រាប់ទំហំយើងអាចបដូរបានប៉ុណ្ណេះអាស្រ័យលើយើងចង់បានអូខេអញ្ចឹងអូខេទំហំតូចប៉ុណ្ណេះមកតូចពេកបាទមើលទំហំ default ប៉ុណ្ណឹងមកហើយយើងធ្វើការកែប្រែបន្តិចតួចមកទាញចង់ដាក់ផុតដល់លើហើយទុកសម្រាប់ពាណិជ្ជកម្មក្រោមឬអសក៏បានដែរអូខេតែប៉ុណ្ណឹងមកអញ្ចឹងយើង play ធម្មតាវាប៉ុណ្ណឹងទេមួយវាអត់សូវលឿនទេទំហំspeed ដើមរបស់យើងអញ្ចឹងបន្ទាប់ពីបានកន្លែងនេះហើយយើងចុចនៅលើវាចុចលើ track វីដេអូនេះហើយអ្នកអរគ្នាឃើញមានខាងស្ដាំដៃខាងនេះអ្នកអរគ្នាចុចលើពាក្យថា speed នេះ speed នេះអញ្ចឹងបើមកក្រោយបើន័យថាយឺតបើខ្ញុំទាញមកក្រោយនេះមានន័យថាវីដេអូយើងកាន់តែយឺតលើដើមគេនេះមួយគេយឺតមួយអានេះគេហៅគេslow motion ហ្នឹងហើយយើងអាចធ្វើកាន់តែទៅឬក៏យើងអាចដាក់កំណត់នៅលេខនាទីនេះបាននៅក្នុងប្រអប់នេះបានអញ្ចឹងយឺតយឺតមែនទែនអញ្ចឹងឥឡូវខ្ញុំថែម speed វិញនេះវិញណាប៉ុន្តែយើងមើលថាអាចទទួលបានអត់អូខេអត់ទេយើងទាញខ្ញុំដាក់មកដល់ 2x គុណ2អញ្ចឹងណាកាន់តែលឿនជាងមុនអញ្ចឹងបើខ្ញុំដាក់គុណ4កាន់តែលឿនជាងមុនទៀតលឿនទៅឬក៏យើងដាក់គុណ16ចុងក្រោយ16អូខេវាលឿនកាន់តែលឿនប៉ុន្តែវាធ្វើឲ្យនីតិយើងកាន់តែខ្លីអញ្ចឹងណាចាំមើលយើង play មើលលឿនមែនទេចឹងវាធ្វើឲ្យវីដេអូយើងវាកាន់ថយនាទីអញ្ចឹងយើងដាក់តាមល្មមដែលយើងអាចគិតថាវាសមរម្យអូខេប៉ុណ្ណេះមកចឹងប៉ុណ្ណឹងមកវាលក្ខណៈថាវាសមរម្យហើយវាលឿនមើលទៅដូចយើងលះណាស់ចឹងតែពិតមែនទេ time speed ពិតបាញ់មួយនេះញាប់លឿនមកតាំងពី2នាទី7 3នាទី 2.23 ឥឡូវសល់តែ 0.39 អញ្ចឹងវាធ្វើឲ្យថយនាទីដែរបើសិនជាយើងធ្វើបែបនេះវាថយនាទីតែបើវីដេអូយើងវែងយើងបន្ថែម speed វាលឿនតិចទៅហើយនាទីកាន់តែថយហ្នឹងហើយសម្រាប់ការយើងបន្ថែម speed វីដេអូឬក៏បន្ថយឲ្យវាយឺតអញ្ចឹងយើងទីមួយយើងធ្វើការទាញនៅវីដេអូរបស់យើងចូលហើយយើងដាក់ក្នុង track នេះមកហើយទៅទៀតដល់ស្ដាំនេះយើងឃើញមានពាក្យថា speed មួយរូប dashboard នេះចូលយើងចុចលើវាមកយើងធ្វើការកំណត់ល្បឿនវាបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេគឺនិយាយអំពីការបន្ថែម speed យឺតឬលឿនសម្រាប់វីដេអូរបស់យើងយកប៉ុណ្ណេះបានចឹងហើយយើងជួបគ្នាវីដេអូក្រោយទៀតដែលនឹងធ្វើអំពីការប្រើប្រាស់កម្មវិធីនេះបន្តទៀតអញ្ចឹងសម្រាប់វីដេអូនេះគឺរឿងវែងតិចហើយសូមបញ្ចប់តែប៉ុណ្្នឹង